លើពីវិបត្តិទីដែលពាក់ព័ន្ធទៅនឹងបញ្ហាចំនួនគឺពាក្យសង្គ្រាមមានពាក្យសមរភូមិពាក្យលេនដ្ឋានហើយនៅពាក្យភាសឹកហើយនឹងចុងក្រោយគឺពាក្យសន្តិភាពដែលពាក្យនេះគឺញាតិញោមណាបងប្អូនខ្លះគាត់ប្រើបានប៉ុន្តែមិនសូវជាយល់ន័យហើយញាតិញោមបងប្អូនមួយចំនួនទៀតក៏មានប្រើខុសណាខុសដោយសារអានខុសអីចឹងទៅអញ្ចឹងខ្ញុំកណាត់អាត្មានឹងលើកពាក្យទាំងអស់នេះមកប្រកេនពយល់បង្ហាញបន្ថែមដើម្បីកាន់តែជាក់ច្បាស់គឺទី1សង្គ្រាមណាសង្គ្រាមគឺជាភាសាសំស្ក្រឹតផងបាលីផងបានន័យទៅពាក្យហ្នឹងតែមួយទេគឺសង្គាមៈណាប៉ុន្តែសំស្ក្រឹតក៏ដូចគ្នានឹងដែរប៉ុន្តែគាត់តែខ្មែរយើងចូលចិត្តតម្រួតជើងរោដូចសង្កហៈទៅជាសង្គ្រោះអីចឹងទៅសង្ក្រានអីចឹងទៅជាច្រើនគឺដាក់ជើងរោពីក្រោមអីចឹងអញ្ចឹងសង្គ្រាមនេះគឺជាពាក្យភាសាសំស្ក្រឹតផងភាសាបាលីផងតែប្រែមកជាភាសាខ្មែរគឺបានន័យថាចំនួនឬក៏ចម្បាំងណានេះចំនួនឬក៏ចម្បាំងយើងមិនបាច់បកស្រាយថាការមានគំនិតមិនស្របគ្នាឬក៏ប្រឆាំងគ្នាអីវែងឆ្ងាយគាត់ថាចំនួនឬក៏ចម្បាំងអញ្ចឹងទៅហ្មងទៅវាសនុកស្ដាប់ណាចំណែកពាក្យទី2គឺសមរភូមិនេះគឺជាពាក្យបាលីសុទ្ធណាពាក្យបាលីសុទ្ធមកពីសមរៈឬសមរៈហ្នឹងបូកជាមួយនឹងភូមិណាសមរៈហ្នឹងបានន័យថាប្រយុទ្ធឬក៏កន្លែងដែលយកជីវិតទៅបដូរអញ្ចឹងមរៈហ្នឹងគឺថាស្លាប់អញ្ចឹងទៅហើយបូកនឹងភូមិប្រែតែទីកន្លែងឬក៏ទីតាំងអញ្ចឹងបូកបញ្ចូលគ្នាទៅជាសមរភូមិហ្នឹងបានន័យថាទីប្រយុទ្ធឬក៏ទីចម្បាំងអញ្ចឹងក៏បានដែរប៉ុន្តែយើងដាក់តែទីប្រយុទ្ធអញ្ចឹងទៅទីប្រយុទ្ធទីសម្រាប់ប្រយុទ្ធគ្នាគេហៅសមរភូមិរីឯពាក្យមួយទៀតដែលយើងចំណាំប្រើថាលេនដ្ឋានហ្នឹងក៏ជាភាសាបាលីដែរជាភាសាបាលីហើយភាសាបាលីនេះមកពីលេណៈបូកនឹងឋានអ្នកលេណៈបូកនឹងឋានអ្នកប៉ុន្តែក្នុងភាសាបាលីគេមានវិធីតម្រួតដហ្នឹងពីលើថទៅជាលេនដ្ឋានតម្រួតពីលើគ្នាទៅជាលេនដ្ឋាននេះដែលយើងខ្មែរចំណាំនិយាយសពថ្ងៃដែលហៅថាត្រង់សេហ្នឹងគឺជាភាសាបាលីភាសាបារាំងគឺជាភាសាបារាំងទេដែលពាក្យហ្នឹងគឺពេញនិយមតាំងពីសង្គ្រាមលើកទី1សង្គ្រាមលើកទី2អញ្ចឹងយើងប្រើពាក្យត្រង់សេហ្នឹងទូទៅហ្មងទៅប៉ុន្តែបើបាលីគឺលេនដ្ឋានណាលេនដ្ឋានលេណៈហ្នឹងគេប្រែថាគុហាក៏បានគេប្រែថារុនក៏បានគេប្រែថារូងក៏បានរុនដៅក៏បានដែរលេណៈហ្នឹងបូកឋានៈប្រែថាទីកន្លែងអញ្ចឹងយើងដាក់បញ្ចូលគ្នាទៅបូកបញ្ចូលគ្នាទៅជាលេនដ្ឋានហ្នឹងប្រែជាភាសាខ្មែរយើងឲ្យងាយស្ដាប់ស្រួលយល់តែម្ដងបានន័យថាកន្លែងពួនកន្លែងជ្រោកកន្លែងកិច្ចគ្រាប់អីចឹងទៅប៉ុន្តែយើងដាក់តែកន្លែងពួនមួយហ្នឹងគឺយល់ហើយទី4គឺភាសឹកត្រង់ពាក្យភាសឹកនេះគឺភាគច្រើនអានខុសចង់និយាយទៅប្រើភាសានឹងខុសទៅជាភាសឹកមិនដាក់សអ៊ីទៅជាស្រអាវិញទៅជាសអ៊ីវិញសូមបញ្យល់ពាក្យហ្នឹងគឺមិនដូចគ្នាទេស្រអ៊ីហើយនឹងស្រអាហ្នឹងគឺមិនដូចគ្នាជាដាច់ខាតហើយបើគ្រូណាបញ្យល់ថាសអ៊ីតូចសអ៊ីធំអីហ្នឹងគឺខុសតែហ្មងបានន័យថាគាត់អត់យល់ពីសំឡេងនៃស្រៈហើយនឹងសំឡេងនៃស្រៈទាំងពីរបានន័យថាមួយស្រៈអ៊ីតកាលណាស្រៈអ៊ីគឺទម្លាក់សំឡេងមកក្រោមដល់ពេលស្រៈអ៊ីនេះសំឡេងឡើងមកលើចេះស្រៈអ៊ីមិនស្រៈអ៊ីទេអញ្ចឹងវាទៅជាភី
phi sắc mình men phi sắc đi cho nên mà cho bác lại nữa á tại cái này dương an phi sắc tôi là dương đã sợ bàn tay chỉ phi sắc phi nó ban đây thật kịch chứ ban đây thật kịch rút nó cái phi bộ năng sắc đấy ban đây thật cà vay kia cà cho bằng kia chẳng từ sắc nó người gì khai á đừng dừng gì khai để sắc phi sắc nó trong phi từng phi nó phi khai sắc ban đây con dương mình sâu vô nó cái dương bảo học từ chỉ phi sắc ấy chẳng từ rút được cái này ta bất phi sắc ban đây thà nè rút kịch bị sừng kiềm kịch bị crop kịch bị ấy nâng kịch bị ruột nặng xâyแต่การจะบังគ្នាไว้គ្នានឹងគេហៅថាភិសឹកណាចុងក្រោយគឺពាក្យសន្តិភាពកាលណាម្ចាស់គ្រប់អង្គញាតិញោមគឺច្បាស់ហើយពាក្យថាសន្តិភាពហ្នឹងគឺជាពាក្យមួយដែលយើងតែនិយាយស្រួលថាហើយក៏ជាពាក្យមួយដែលយើងគ្រប់គ្នាចង់បានណាពាក្យថាសន្តិភាពហ្នឹងអញ្ចឹងពាក្យសន្តិភាពនេះគឺsang từ cật phong và lấy phong sang từ cật sản tị đầu pe và lấy sản tệ nó cứ bàn thì cái đây thà thì cái đây ngóc thì cái đây sọc sùa nè bộ nó phiệp vẹn đi dừng bạch đặt nhà bầu cái của tập anh ấy còn là đạn màu thì tu tới cứ cái prao chẳng hiểu vẹn được phiệp nắng nè son được phiệp nó cứ miền đây thá xịt cái đây ngóc rứ còn xịt cái đây sọc sùa là tôi bị sừng kiềm chẳng dương group kia trong bán là son được phiệp đây mà tây miền son được phiệp dương group kia nó cứ miền xịt ở đây phiệp miền vây group giang tại bờ tây mình miền son được phiệp thế cứ cả ruộng nơi nó cứ mà mìnhประกอบដោយក្តីសុខទេគឺវាមានភាពអាប់អួរភាពច្បោកច្បល់ភាពទុក្ខសោកភាពភ័យខ្លាចអីចឹងទៅអញ្ចឹងសន្តិភាពនឹងសំខាន់ណាស់